ការចរចាបញ្ហាពន្ធគយរវាងកម្ពុជានិងអាមេរិកនឹងត្រូវបន្តធ្វើនៅជុំទី3បន្តទៀតនៅរដ្ឋធានីវ៉ាស៊ីនតោននាពេលឆាប់ៗខាងមុខនេះនេះជាការគូបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី7ខែមិថុនាឆ្នាំ2025បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះលទ្ធផលនៃការចរចារវាងប្រទេសទាំងពីរនៅជុំទី2ដែលបានធ្វើឡើងចន្លោះពីថ្ងៃទី4ដល់ថ្ងៃទី6ខែមិថុនាភាគីទាំងពីរបានបន្តពិភាក្សាគ្នាលើអត្ថបទសេចក្តីព្រៀងកិច្ចព្រមព្រៀងពាណិជ្ជកម្មបរិការដោយឈលលើស្មារតីយោគយល់គ្នាខ្ពស់និងឈានទៅឯកភាពគ្នាលើបញ្ញត្តិជាច្រើនយ៉ាងនេះក្តីអ្នកតាមដានការចរចាពន្ធគយលើទំនិញកម្ពុជាដែលនាំចេញទៅអាមេរិកបានវាយតម្លៃថាការចរចាគ្នាជុំទី2ដែលដឹកនាំដោយលោកសុនចន្ទថលឧបនាយករដ្ឋមន្ត្រីនិងលោកស្រីចំនិមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មតំណាងភាគីកម្ពុជានិងលោកស្រីសារ៉ា Element អនុប្រធានតំណាងពាណិជ្ជកម្មអាមេរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិកនៅជុំទី2គឺមិនទទួលបានជោគជ័យនោះទេលោកមួងណារ៉េតសកម្មជនខ្មែរនៅទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វ័រញ៉ាបានលើកឡើងនៅក្នុងវីដេអូឃ្លីបរបស់ខ្លួនផ្សាយថ្ងៃទី8ខែមិថុនានេះថាលទ្ធផលនៃការចរចាពន្ធគយរវាងកម្ពុជានិងអាមេរិកនៅជុំទី2នេះគឺប្រៀបបានទៅផ្ទះវិញដោយដៃទទេបើតាមអតីតអ្នកសារព័ត៌មានជើងចាស់រូបនេះបើទោះបីជាអាមេរិកបើកភ្លើងខៀវឲ្យកម្ពុជាមានឱកាសចូលអង្គុយតុចរចានៅជុំទី3បន្តទៀតក៏ដោយតែលោកមួងណារ៉េតមិនសង្ឃឹមថានឹងទទួលបានលទ្ធផលដោយកម្ពុជាចង់បាននោះឡើយលោកមួងណារ៉េតយល់ថាដើម្បីឲ្យការចរចាបញ្ហាពន្ធគយជាមួយអាមេរិកទទួលបានជោគជ័យគឺទាល់តែកម្ពុជាព្រមស្ដារឡើងវិញលទ្ធិប្រជាធិបតេយ្យតាមរយៈការដោះលែងលោកកឹមសុខាកញ្ញាសេងធីរីនិងសកម្មជនគណបកនយោបាយផ្សេងទៀតឲ្យមានសេរីភាពធ្វើនយោបាយបានពេញលេញសូមបញ្ជាក់ថាកាលពីថ្ងៃទី3ខែមេសាឆ្នាំ2025រដ្ឋបាលអាមេរិករបស់លោកដូណាល់ត្រាំបានប្រកាសរំឡើងពន្ធលើទំនិញពីប្រទេសកម្ពុជាដល់ទៅ 49% ដើម្បីឆ្លើយតបទៅនឹងពន្ធដែលអាមេរិកអះអាងថាកម្ពុជាបានយកលើទំនិញអាមេរិកដល់ទៅ 97% តែនៅក្នុងរយៈពេល90ថ្ងៃនៃអន្តរកាលបើកទ្វារឲ្យចូលចរចារដ្ឋបាលដូណាល់ត្រាំបានទម្លាក់ពន្ធបរិការនេះមកនៅត្រឹម 10% ជាបណ្ដោះអាសន្នសិនជាការកត់សម្គាល់ក្នុងចំណោមបណ្ដាប្រទេសអាស៊ានទាំង10កម្ពុជាបានក្លាយជាប្រទេសរងការដំឡើងពន្ធខ្ពស់ជាងគេបំផុតពីរដ្ឋបាលអាមេរិកលោកដូណាល់ត្រាំខណៈដែលឡាវរងការដាក់ទណ្ឌកម្មពន្ធចំនួន 48% វៀតណាមចំនួន 46% និងភូមាចំនួន 44% ប៉ុណ្ណោះ